ចំពោះការបាញ់ថ្នាំស្មៅគឺយើងមានប្រភេទ3ដំណាក់កាលបាទសូមជម្រាបសួរបាទថ្ងៃនេះដែរខ្ញុំនឹងលើកយកប្រធានបទមួយបាទពាក់ព័ន្ធជាមួយនឹងការបាញ់ថ្នាំបាទឃុំគ្រាប់ស្មៅ3ថ្ងៃឬមួយក៏បាទថ្នាំស្មៅលើបាទ7 3ថ្ងៃឬក៏បាទលើស7 3ថ្ងៃកន្លះខែអញ្ចឹងណាបាទចំពោះការបាញ់ថ្នាំស្មៅគឺយើងមានប្រភេទ3ដំណាក់កាលបាទដំណាក់កាលទី1គឺយើងបាញ់ថ្នាំឃុំគ្រាប់ស្មៅបាទបច្ចុប្បន្នការបាញ់ឃុំគ្រាប់ស្មៅស្ទើរតែបាទស្ទើរតែថ្នាំស្មៅហ្នឹងគឺស្ទើរតែសមប្រភេទសារធាតុព្រៃទីលក្ខបាទសារធាតុប៊ឺតាក្លគឺស្ទើរតែសមហើយបាទហើយណាមួយទៀតបាទដោយសារស្មៅបាទប្រភេទស្មៅកតុយឆ្កែចចកហ្នឹងបាទគឺវាឆាប់ដុះពន្លកពេកអញ្ចឹងទៅក៏ធ្វើឲ្យការឃុំគ្រាប់ស្មៅរបស់យើងហ្នឹងបាទមានការអន់ថយឬក៏យើងឃុំមិនទាន់នៅជាដើមបាទការឃុំគ្រាប់ស្មៅឥឡូវបាទស្មៅកតុយឆ្កែបាទកតុយឆ្កែចចកហ្នឹងបាទគឺពេលខ្លះបាទស្មៅបាទគឺយើងប្រុសបាន3ថ្ងៃគឺចាប់ផ្ដើមដោះពន្លកមកហើយបាទស្មៅប្រភេទស្មៅកតុយឆ្កែចចកហ្នឹងអញ្ចឹងបើកាលណាយើងប្រុសឲ្យបាន3ថ្ងៃគឺយើងទើបតែចាប់ផ្ដើមបាញ់គ្រាប់ស្មៅឬក៏ឃុំគ្រាប់ស្មៅហ្នឹងបាទអញ្ចឹងគឺធ្វើឲ្យយើងហ្នឹងយឺតពេលក្នុងការបាញ់ឃុំគ្រាប់ស្មៅបាទយើងឃុំមិនជាប់ទេបើកាលណាស្មៅវាដុះពន្លកមករួចហើយអញ្ចឹងណាហើយយើងអាចឃុំគ្រាប់ស្មៅបានលុះត្រាតែបាទស្មៅគឺមិនទាន់ដុះពន្លកមកអញ្ចឹងបើកាលណាវាដុះពន្លកមកពេចហើយបើយើងយកថ្នាំទៅបាញ់ឃុំវិញគឺអត់ជាប់ទេដោយសារវាដុះពន្លកមកហើយបាទអញ្ចឹងការណែនាំឲ្យឃុំគ្រាប់ស្មៅបាទយើងបែងចែកជា2ដែរប្រភេទថ្នាំក្តៅនិងថ្នាំត្រជាក់បាទប្រភេទថ្នាំក្តៅបាទប្រភេទថ្នាំក្តៅបានន័យថាយើងបាញ់ទៅនៅពេលដែលវាមានទឹកដក់នៅក្នុងស្រែយើងកលែងកឡងឬក៏តិចតួចឬក៏យើងបាញ់ហើយមានភ្លៀងធ្លាក់មានអីហ្នឹងបាទគឺវាអាចបណ្ដាលឲ្យរលួយឬក៏ខ្វិនខ្វងពន្លកស្រូវជាដើមបាទហ្នឹងគេហៅថាប្រភេទថ្នាំគុំគុំគ្រាប់ស្ដៅប្រភេទត្រជាក់ប្រភេទក្តៅបាទហើយប្រភេទមួយទៀតជាប្រភេទត្រជាក់ទៅបើយើងបាញ់ហើយមានរលឹមតិចឬក៏មានប្រហូរទឹកអត់អស់ហើយហ្នឹងវាមាននៅដក់ទឹកនៅក្នុងស្រែហ្នឹងគឺយើងបាញ់ទៅក៏វាអត់ជាបញ្ហាដែរបាទវាអត់ប៉ះពាល់ដល់ពន្លកអត់ប៉ះពាល់ដល់ការដុះរបស់ស្រូវទេបាទអញ្ចឹងវាជាប្រភេទថ្នាំត្រជាក់វាល្អបាទវាល្អប្រើបាទនៅក្នុងរដូវវស្សាបាទរដូវវស្សាដោយសារយើងប្រហូរទឹកអត់ដាច់អស់អញ្ចឹងណាបាទប៉ុន្តែប្រភេទហ្នឹងវារៀងថ្លៃជាងប្រភេទថ្នាំក្តៅបាទប្រភេទថ្នាំក្តៅរៀងធូរថ្លៃជាងអញ្ចឹងណាបាទតែប្រភេទថ្នាំក្តៅយើងយល់អស់យើងប្រើនៅក្នុងអំឡុងពេលខែដាច់ទឹកភ្លៀងហើយខែប្រាំងខែអីទៅដើម្បីយើងបាញ់ទៅឲ្យប្រកាសថានៅក្នុងស្រែរបស់យើងគឺអត់មានទឹកដក់ទេហើយក៏ពេលយើងបាញ់ហើយគឺអត់មានការភ្លៀងអីមកធ្វើឲ្យមានការប៉ះពាល់ដល់ការពន្លករបស់ស្រូវយើងដែរបាទហ្នឹងជាលក្ខណៈមួយដែលយើងត្រូវការជ្រើសរើសបាទថ្នាំប្រភេទក្តៅថ្នាំប្រភេទត្រជាក់បាទហ្នឹងហើយបាទអញ្ចឹងយល់អស់បាទថ្នាំឃុំគ្រាប់ស្មៅខ្ញុំណែនាំឲ្យបាញ់ឃុំគ្រាប់ស្មៅកុំឲ្យលើសពី2ថ្ងៃណាបាទព្រោះអីនៅតំបន់ខ្លះបាទយើងព្រោះបាន3ថ្ងៃគឺចាប់ផ្ដើមដុះពន្លកស្មៅមកអញ្ចឹងពេលដែលយើងឃុំទៅគឺវាអត់ជាប់ស្អាតទេអញ្ចឹងខ្ញុំសូមណែនាំឲ្យប្រើបាទក្រោយពេលព្រោះបានរយៈពេល2ថ្ងៃបាទ2ថ្ងៃតែបើយើងប្រហូរទឹកដាច់អស់បាទគឺយើងអាចបាញ់ថ្នាំឃុំគ្រាប់ស្មៅបានហើយបាទហ្នឹងហើយតែយើងសំខាន់ប្រហូរទឹកឲ្យដាច់អស់បាទហ្នឹងហើយហើយចំពោះបើសិនជាទៀតថាយើងមិនបានបាញ់ថ្នាំឃុំគ្រាប់ស្មៅទេលក្ខណៈយើងរវល់ឬក៏ការងារយើងច្រើនឬក៏ស្រែច្រើននេះយើងបាញ់មិនទាន់អីចឹងបាទស្រូវអាយុបាទចាប់ពី7ថ្ងៃទៅ10ថ្ងៃគឺយើងអាចប្រើបាញ់ថ្នាំកម្ចាត់ស្មៅប្រភេទលក្ខណៈកម្លោចចុងស្លឹកបាទឬក៏គេហៅថាយើងប្រើសារធាតុប្រូផានីលបានបាទវាអាចប្រើសារធាតុប្រូផានីលបានដើម្បីកម្ចាត់ប្រភេទទាំងកក់ទាំងកតុយឆ្កែចកជាដើមបាទស្មើអាយុតាម10ថ្ងៃចុះក្រោមអីណាបាទគឺយើងប្រើប្រភេទអស់ហ្នឹងទៅដើម្បីកម្ចាត់ពពួកអស់ហ្នឹងហើយការចំណាយរបស់វាក៏វារៀងច្រើនជាងប្រភេទឃុំគ្រាប់ដែរបាទប៉ុន្តែវាមិនថ្លៃដូចស្រូវដែលមានអាយុចាប់ពីកន្លះខែឡើងលើបាទពេលឧទាហរណ៍ថាបើសិនជាយើងមិនបានបាញ់ថ្នាំ7ទៅ10ថ្ងៃហ្នឹងទេយើងអាចជ្រើសរើសប្រភេទថ្នាំ C5 ឬក៏ប្រភេទថ្នាំស្មៅលើស្ដាធំតែម្ដងបាទតែយើងអាចមាន C5 បូកជាមួយនឹងបែងតាសូឬក៏ MCPA អីជាដើមបាទប្រភេទហ្នឹងគឺយើងបែងចែកជា2 C5 ប្រភេទស្មៅស្លឹកស្រួចមានដូចជាកតុយឆ្កែចកទុយកង្កោកអីផ្កាហុយអីជាដើមហើយ
ban ta số anh ấy chỉประเภทเกาะประเภทriêngประเภทสลัดทมไอ้จังนะบ่าให้ทาง MCBA ด้วยគ្នាโดยประเภท ban ta số จังบ่าก็ยังអាចបូកជាមួយ C Halford ជាមួយនឹង ban ta số ឬក៏ C Halford បូកជាមួយនឹង MCBA បាទយើងអាចប្រើពីមុខនឹងបានបាទប៉ុន្តែនៅក្នុងដំណាក់កាលហ្នឹងគឺយើងប្រើថ្នាំវាអស់ច្រើនអស់ចាយលើអស់ច្រើនបាទវាចាយលើអស់ច្រើនក្នុងករណីហ្នឹងក្នុងការកម្ចាត់ស្មៅបាទខ្ញុំណែនាំបាទយើងធ្វើការបាញ់7ថ្ងៃបើទៅ10ថ្ងៃហ្នឹងគឺវាល្អបំផុតបាទយើងចាយលុយតែម្ដងគឺអូខេហើយប្រភេទឃុំกับស្មៅដូចខ្ញុំណែនាំបើសិនជាយើងមានពេលល្អពេលវេលាល្អ2ថ្ងៃក្រោយពេលព្រោះយើងបាញ់ហើយបាន7ថ្ងៃយើងមានទឹកគ្រប់គ្រាន់សម្រាប់ដាក់អូខេយើងបាញ់ហើយបាន7ថ្ងៃយើងបញ្ចូលទឹកដាក់ទៅគឺវាឃុំជាប់បានស្អាតប៉ុន្តែបើសិនជាយើងដាក់ទឹកមិនបានគ្រប់គ្រាន់ទេលក្ខណៈដីរបស់យើងវារៀងខ្ពស់ខ្ទាបអីពេលដែលយើងបាញ់បាន7ថ្ងៃគឺយើងដាក់ទឹកទៅមានកន្លែងលិចមានកន្លែងគោកអញ្ចឹងក៏វាពិបាកដែរប៉ុន្តែវារៀងគោកគឺវាដុះហើយបាទតែបើយើងបាញ់7ថ្ងៃទៅ10ថ្ងៃបាទគឺយើងបាញ់ហើយបាន2ទៅ3ថ្ងៃគឺយើងអាចធ្វើការបញ្ចូលទឹកទៅបាទអាហ្នឹងគឺ2ទៅ3ថ្ងៃគឺយើងធ្វើការបញ្ចូលទឹកទៅអញ្ចឹងស្រូវវាអាយុអាចតុងជាង10ថ្ងៃហើយអញ្ចឹងវាអាចរៀងគ្រាន់ធំដែរហើយពេលយើងបញ្ចូលទឹកទៅគឺវាអាចងាប់ស្អាតហ្នឹងបាទហើយជំរើសចុងក្រោយនោះគឺកន្លះខែឡើងលើអាហ្នឹងវាជាជំរើសចុងក្រោយហើយបើសិនជាយើងឃើញស្មៅណាពេលច្រើនឃើញបាជីម្សាហើយស្រូវចាប់ផ្ដើមល្អស្មៅចាប់ផ្ដើមឡើងលើស្រូវគ្របលើស្រូវបាទអញ្ចឹងយើងទៅចាប់ផ្ដើមយកថ្នាំទៅបាញ់ណាអាហ្នឹងគឺយើងចាយទៅលើថ្នាំច្រើនណាបាទចាយទៅលើថ្នាំច្រើនអស់លុយច្រើនហើយប្រសិទ្ធភាពរបស់វាមិនបានភាគរយច្រើនដូចយើងបាញ់7 8ថ្ងៃ10ថ្ងៃហ្នឹងទេបាទប្រសិទ្ធភាពរបស់វាបាញ់ទៅគឺវាយើងបាញ់ទៅឃើញស្មៅងាប់មែនបាទស្មៅងាប់ក្រហមលឿងស្លឹកឡងប្រងព្រាតមែនក៏ប៉ុន្តែជាលទ្ធផលវានៅតែមានស្មៅដុះចឹងបាទគឺមានស្មៅដុះមកគឺនៅសល់មានស្មៅអញ្ចឹងណាបាទអញ្ចឹងក្នុងការណែនាំនៅក្នុងវីដេអូនេះខ្ញុំសូមណែនាំឲ្យពុកម៉ែបងប្អូនកសិករទាំងអស់បាទគឺប្រើបាទបាញ់សារធាតុប្រូប៉ានីលណាបាទសារធាតុប្រូប៉ានីលបាញ់រយៈពេល7ថ្ងៃទៅ10ថ្ងៃហ្នឹងគឺយើងបាញ់បាន2ទៅ3ថ្ងៃយើងបញ្ចូលទឹកទៅបាទចូលទឹកឲ្យសពគ្រប់នៃដីស្រែរបស់យើងណាបាទចូលបានតែ4ថ្ងៃអីគឺស្មៅនឹងរលួយអស់ហើយបាទខ្ញុំសូមណែនាំឲ្យប្រើ7 8ថ្ងៃហ្នឹងបាទហ្នឹងហើយវីដេអូនេះមានតែប៉ុណ្្នឹងទេបាទសូមអរគុណបាទសូមជម្រាបលា